សូមជូនរឿងដើមកំណើតសត្វខ្លាកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យដោយក្តីសុខសាន្តប៉ុន្តែព្រះអង្គតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភពីការការពារព្រះនគរព្រោះពុំបានរៀនសិល្បៈសាស្ត្រខាងពិជ័យសង្គ្រាមដោយព្រះរាជាមុនឡើយថ្ងៃមួយវេលាម៉ោង 8 ព្រឹកព្រះរាជាទ្រង់បានកោះប្រជុំមន្ត្រីទាំងឡាយហើយសម្ដែងព្រះរាជបំណងចង់យាងទៅរៀនវិជ្ជាការការពារនគរឮដូច្នោះព្រះអមហេសីលោកហោរានិងមន្ត្រីចតុស្ដម្ភទាំង4ក៏បានទូលសុំតាមហែហំព្រះអង្គទៅរៀនសិល្បៈវិជ្ជាដើម្បីជួយការពារជាតិមាតុភូមិផងដែរទាំងអស់គ្នាបានខិតខំរៀនសូត្ររហូតចេះចប់សពគ្រប់មិនថាតែការបំផ្លែងខ្លួនជាសត្វតិរិឆានឬជាយក្សគុណធម៌នោះទេគឺអាចធ្វើបានដោយងាយទាំងអស់ក្រោយពីបានរៀនចេះចប់សពគ្រប់ហើយព្រះរាជាក៏បានសម្រេចព្រះទ័យសុំលាលោកអាចារ្យដើម្បីវិលត្រឡប់មកគ្រងព្រះនគរវិញធ្វើដំណើរបោះក្រោយបានត្រឹមបន្ទាប់មកលោកហោរាសុំធ្វើជាកន្ទុយដើម្បីដឹងការជាមុនរីឯព្រះអគ្គមហេសីដែលមានរាងកាយល្វត់ល្វន់ក៏សុំធ្វើជាដងខ្លួនខ្លាចំណែកឯផ្នែកក្បាលដែលនៅសល់គឺតំណាងឲ្យតួអង្គព្រះមហាក្សត្រផ្ទាល់ដែលមានអំណាចនិងមហិទ្ធិឫទ្ធិខ្ពស់ជាងគេបង្អស់បំផុតប៉ុន្តែយូរទៅដោយសារតែភាពសប្បាយរីករាយក្នុងការរស់នៅបែបសត្វព្រៃស្ដេចខ្លានេះក៏បានភ្លេចអស់នូវរាជសម្បត្តិនិងព្រះមហានគរដោយពុំមានចិត្តស្ដាយស្រណោះឡើយហេតុនេះហើយបានជាសត្វខ្លាដឹងការមុនពីចាប់សត្វជាអាហារតាមរយៈកន្ទុយព្រោះជាលោកហោរាចំណែកឯដងខ្លួនដោះទន់ភ្លន់ល្វត់ល្វន់គឺពីព្រោះជាតួអង្គព្រះអគ្គមហេសីនេះហើយគឺជាប្រវត្តិរឿងព្រេងបុរាណដែលខ្មែរយើងតែងតែនិយមនិទានតគ្នាអំពីដើមកំណើតនៃសត្វខ្លាដែលកើតចេញពីមុនយវិ